ACU រកឃើញអធិការរងនគរបាលស្រុកបវែលម្នាក់ទទួលលុយពីជនជាតិចិនថៃ$774,000មេខ្លោងក្រុមអនឡាញស្កេមជាធ្នូរងការដោះលែងអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកបវែលខេត្តបាត់ដំបងម្នាក់ឈ្មោះវ៉ាន់វាសនាទទួលលុយពីជនជាតិចិនថៃ$774,000ដែលជាមេខ្លោងក្រុមអនឡាញស្កេមជាធ្នូរងការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបវែលអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុមអនឡាញស្កេមនេះក្នុងនោះមានឈ្មោះតាំងសំណាងជាយោធាមានខ្លួនឈ្មោះហេងសុកណាកិច្ចខ្លួនឈ្មោះមនីសុកដារ៉ូកិច្ចខ្លួនឈ្មោះអូវ៉ារ៉ារិនរាវីជាថៅកែពួកអនឡាញស្កេមចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ$774,000រត់ការដោះលែងកូនចៅកិច្ចខ្លួននិងឈ្មោះស្រីផាន់សុផាប់ជាជនជាតិថៃកិច្ចខ្លួនបើតាមអង្គភាពប្រឆាំងអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ2025មកម្លេះពលនៅពេលបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាលថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើននាក់ក្នុងនោះជនជាតិថៃ43នាក់ស្រី20នាក់ដែលធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025ឈ្មោះវ៉ាន់វាសនាបានប្រគល់ប្រាក់$284,000ឲ្យទៅឈ្មោះហេងសុកណានៅខេត្តកំពតដើម្បីរត់ការសូកប៉ាន់ដែលមានឈ្មោះមនីសុកដារ៉ូជាអ្នកខុបខិតនិងជួយលាក់បាំងពីការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ4នាក់ទៀត